រឿងយោធាថៃវាប្រហារដោយប្រើអាវុធធុនធ្ងន់លើប្រាសាទព្រះវិហារត្រូវបានកម្ពុជាប្រាប់ទៅប្រទេសភូមកពីជាង150ប្រទេសចំពោះមុខគណៈប្រទេសភូមកពីជាង150ប្រទេសតំណាងកម្ពុជាបានប្រាប់សហគមន៍អន្តរជាតិថានៅក្នុងចំនួនព្រំដែនកម្ពុជាថៃយោធាថៃនៅតែបន្តរងការវាយប្រហារដោយប្រើអាវុធធុនធ្ងន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិទៅលើប្រាសាទព្រះវិហារឯកឧត្តមសុហយារាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC បានប្រាប់សហគមន៍អន្តរជាតិថាករណីប្រាសាទព្រះវិហារទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្នុងឆ្នាំ1962និងឆ្នាំ2013បានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ2008ក៏ដោយសារចំនួនព្រំដែនកម្ពុជាថៃប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរឯកឧត្តមសុហយារាថ្លែងបានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ2008ក៏ដោយសារចំនួនព្រំដែនកម្ពុជាថៃប្រាសាទព្រះវិហារនៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាត់ដោយច្បាប់អន្តរជាតិផងដែរឯកឧត្តមសុហយារាថ្លែងយ៉ាងដូចនេះធ្វើក្នុងសន្និសីទពិភពលោក UNESCO ស្ដីពីគោលនយោបាយវប្បធម៌និងការអភិវឌ្ឍដោយចីរភាព Mondecol 2025ប្រព្រឹត្តទៅនៅថ្ងៃទី29ខែកញ្ញាដល់ថ្ងៃទី1ខែតុលាឆ្នាំ2025នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញដែលមានការចូលរួមពីគណៈប្រតិភូជាង150ប្រទេស